Isuta diesel របស់យើងបងប្អូនអរគ្នាបាទអានេះឈ្មោះខ្ញុំដាក់ណាសូមអធិស្ឋានបងប្អូនបាទគ្រឿងយើងឥឡូវនេះគឺបានរៀបចំបានមកដល់ហើយបងប្អូនបាទដោយសារតែបូមនេះគឺយើងសម្រាប់កំងមកគឺតម្រូវជាមួយនឹង D-mix របស់យើងនេះបងប្អូនអរគ្នាបាទ D-mix នេះដែលយើងកាយជើងបូមហើយយើងមានការចោះជាកាត់ឆាបជាច្រើនកន្លែងផ្នែកខាងមុខនេះបងប្អូនបាទអានេះគឺជាជើងបូមថ្មីដែលយើងធ្វើឲ្យរៀបចំបាញ់ឆ្នាំបងប្អូនណាបងប្អូននេះម៉ាស៊ីនមិនតន់ប្រឡាក់ស្នឹមមិនតិចបងប្អូនបាទនេះដែលនេះគឺយើងខាត់មកស្អាតយកតែម្ដងហើយស្គីលមករបាំងផុកនេះគឺស្គីលអស់រលីងតែម្ដងបងប្អូនអរគ្នាបាទទៀតសោតមានការរៀបចំកាត់ចោះច្រើនខ្លាំងមែនទេបងប្អូនបាទនេះខ្ញុំឲ្យមើល detail បន្តិចបន្តួចសិនចូលបងប្អូនអរគ្នាបាទនេះខ្ញុំនឹងជម្រាបជូនអំពីប្លុកដែលយើងបានកាត់មានប្លុកណាខ្លះដែលយើងបានរៀបចំកាត់ស្គីលបន្ថែមបន្ទាប់ពីផ្នែកខាងក្រោយដែលយើងបានកាត់អស់មួយគំនោមួយគំនូកផងដែរបាទហើយឥឡូវផ្នែកខាងមុខនេះគឺនៅពាក់ព័ន្ធជាមួយនឹងក្នុងរបាំងផុកនេះគឺយើងស្គីលមកប្លុកនេះគឺអស់ច្រើនខ្លាំងមែនទែនដែរហើយបងប្អូននេះគឺជាជើងបូមថ្មីដែលយើងបានធ្វើរៀបចំកែច្នៃឡើងត្រូវតាមស្តង់ដារស្ពេចរបស់រថយន្តប៉ុណ្ណឹងដែរម្ដងបងប្អូន VX មិនទៅរៀបឡានប៉ុណ្ណឹងមួយគ្រឿងពីរគ្រឿងទេបងប្អូនរាប់លេងអស់ហើយអញ្ចឹងស្ពេចជើងបូមស្ពេចអីនេះគឺ VX ធានា 100% បងប្អូនហើយបងប្អូនដែលកែច្នៃចង់យកឡានដែលធ្វើ license គឺយើងឡើងជាអត់ទាន់បានមកធ្វើ license VX ក៏បានដូចគ្នាផងដែរបងប្អូនណាបាទអានេះផ្នែកសាក់ស៊ីខាងមុខគឺយើងស្គីលបាទគឺយើងខាត់ដុសដើម្បីផ្សារឲ្យជាប់ហើយសម្បីតែដុំចង្កូតក៏យើងអត់ប្រើដុំស៊ីនដែរបាទពីម៉ូទ័រប្រេងយើងមកប្រើជាមួយនឹងដុំចង្កូតរបស់80សេរីវិញបងប្អូនបាទស៊ីនរបស់ ISO 26យើងកែដាក់80សេរីកៅជាងវិញបងប្អូនណាអូខេខ្ញុំមកសង្ខេបផ្នែកខាងក្រោយឲ្យបងប្អូនអ្នកដែលគាត់អត់ទាន់បន្តិចចំពោះត្រង់នេះគឺយើងកាត់បង្រួមបងប្អូនណាដូចខកបួយអញ្ចឹងណាបាទយើងយកកគូតវាយកមកបន្តឈប់មកវិញយើងកាត់អស់ប្រហែលជា2ទឹកដែរបងប្អូនហើយសាក់ស៊ីស៊ីនក៏យើងកាត់ចោលប្រហែលជា2ទៅ3ទឹកដូចជាមកដល់3ប្រហែលជា2ទឹកដែរឬក៏តិចជាងនេះក៏អាចថាបានខ្ញុំជាស្រ័យព្រោះសារខ្ញុំអត់បានចាក់ម៉ែត្រវាស់មើលទេជាងមកគាត់ច្បាស់ជាមួយនឹងជើងបូមនេះបងប្អូនអរគ្នាពីមុនគឺយើងត្រេតទៅមុខឥឡូវគឺយើងកែឲ្យត្រេតស្មាឃ្លីជាមួយកង់វិញហើយត្រេតចូលពីក្នុងសម្រាប់ហើយយើងស្គីលផ្នែកខាងក្នុងទ្រុងនេះឲ្យត្រូវជាមួយនឹងជើងបូមដូចគ្នាបងប្អូនណាបាទហើយទីទៀតបូម King នេះគឺយើងនឹងផ្លាស់ដូរចេញហើយនេះយើងគ្រាន់តែយកជាគ្រូទេទីទៀតគឺយើងផ្លាស់បូម King នេះចេញទៅដាក់បូមផ្សេងដែលយើងកំងមកណាបាទអញ្ចឹងយើងសង្ខេបផ្នែកខាងក្រោយនេះគឺមានកាត់ស្គីលនឹងចោះបានប៉ុណ្ណឹងនេះកាត់ចុងសាស៊ីទៅនេះបងប្អូនណាយ៉ាហើយផ្នែកប៉ុងខាងក្រោយក៏យើងបានរៀបចំបន្ថែមរួចរាល់ហើយគ្រឿងបង្គុំផ្សេងៗដែលយើងបានរៀបចំសកួរត្រៀមនឹងចាប់បញ្ចូលបងប្អូនបាទនេះមានបូមពេញខយ spring មានប៉ុងបាញ់ថ្នាំរួចរាល់ហើយផ្នែកខាងមុខបងប្អូនអរគ្នាបាទហើយមានក្ដុំមានកលេមានអីនេះបងប្អូនបាទគឺដូរច្រើនដែរផ្នែកខាងក្រោមនេះគឺដូរចង់ 100% តែម្ដងបងប្អូនយើងទុកដូចជានៅតែជាទីបងប្អូនដឹងហើយអានេះគឺជា Isoi D-mix Long Racer Isuta Diesel បាទដោយសារតែ Isoi កាត់ Long Racer បងប្អូនបាច់ភ័យទេខុសកាយឆ្នៃអត់បងប្អូនបាទមិនបាច់ភ័យទេបងប្អូនតែគេធ្វើឲ្យនឹងគឺគេធ្វើ license ទេបងប្អូនតែ license គឺឡើងឈៀកបានធម្មតាបងប្អូនណាបាទអញ្ចឹងយើងធ្វើតាមច្បាប់បាទយើងធ្វើតាមច្បាប់ក្រសួងចាត់ចែងមកបងប្អូនបាទអញ្ចឹងនេះគឺជាជើងបូមរបស់យើងបូមវែងខយ spring គេបែបនេះបងប្អូនបាទនេះទីទៀតគឺយើងបាញ់ថ្នាំឲ្យស្អាតហើយប្លុកនេះប្លុកនេះគឺ skill អស់ហើយបងប្អូនណាប្លុកនេះគឺ skill អស់រលីងតែម្ដងបងប្អូនបាទអត់តន់ skill តែកន្លែងណាមិនតន់កាត់ទេអូខេបើសម្រាប់ខ្ញុំកាត់ដាក់រោខេកគេបងប្អូនស្ពេចប៉ុណ្នេះហើយនេះយើងកែច្រើនខ្លាំងមែនទេបងប្អូនហើយដល់ជាងជំនាញមកមិនឲ្យចូលទេនិយាយត្រង់តែម្ដងណាបាទចុះបងប្អូនបច្ចេកនេះគ្រឿងទី1ស្រុកខ្មែរតែម្ដងដែលមិនទាន់មានតែគេបេះដូងធំប៉ុណ្ណឹងទេបងប្អូនបាទសម្បីតែកីឡាករ rally វងគីមហួតហ្នឹងក៏មិនទាន់បេះដូងដល់ប៉ុណ្ណឹងដែរបាទបាទកីឡាករ rally របស់ VX វងគីមហួតគឺអត់ទាន់មានលទ្ធភាពយកឡានថ្មីមកកាត់ដើម្បីប៉ុណ្ណឹងទេបាទហើយសង្ឃឹមថានឹងមានគ្រឿងទី2ទី3ទី4នៅស្រុកខ្មែរដើម្បីឲ្យវិស័យកែច្នៃគឺវារីកចម្រើនដល់អ្នកនរអរគុណសម្រាប់ការតាមដានទស្សនា